កុំប្រើសម្ដីបែបនេះទៅលើអូនបុប្ផាឲ្យសោះទោះជានាងជានារីក្រីក្រក៏ពិតមែនតែនាងមានសដានចិត្តល្អណាស់ចិត្តល្អអីតាមពិតទៅវាគ្រាន់តែជាស្រីសាវ៉ាមានប្រុសមិនដឹងជាប្រមាណអ្នកហើយទេវាតាក់ទងបងគ្រាន់តែចង់បានប្រាក់បងតែប៉ុណ្ណោះឈប់និយាយភ្លាមកុំប្រើសម្ដីមើលងាយអូនបុប្ផាបែបនេះទោះជានាងក្រទ្រាំតែនាងក៏មានសេចក្តីថ្លៃថ្នូររបស់នាងដែរសេចក្តីថ្លៃថ្នូរបើមិនជឿបងសួរអ្នកម៉ែទៅតែនាងនោះជាស្រីបែបណាពិតមែនហើយកូនក្មួយទេវានិយាយត្រូវនាងនោះវាមានប្រុសឈ្មោលវាមិនស្មោះត្រង់ជាមួយកូនឡើយមិនពិតទេពិតណាស់កូនវាបានស៊ើបដឹងថាកូនជាកូនម៉ែទើបវាធ្វើជាកំសត់តាក់ទងជាមួយកូនហើយក្រោយមកម៉ែដឹងរឿងម៉ែក៏បណ្ដេញវាចេញម៉ែខំគិតថាវាស្លូតដេញចេញមិនព្រមចេញមានឯណាវាបានឲ្យគេមករកជួបម៉ែតែបែរជាបានជួបកូនទេវីវាក៏បានយ៉ាងម៉េចម៉ែវាបានគម្រាមថាយកមាស10ដំឡឹងជាធ្នូនឹងវាដើរចេញហើយវាបានប្រាប់គេថាកូនធ្វើឲ្យវាមានទម្ងន់មិនទទួលខុសត្រូវហើយម៉ែក៏បានយល់ព្រមឲ្យវាដោយផ្ញើតាមកូនទេវីយកទៅឲ្យវានៅភូមិព្រីងតែកូនទេវីឲ្យគេស៊ើបដឹងថាវាណែស៊ើបដឹងថាយ៉ាងម៉េចគឺវាមានប្តីថ្មីវាយកមាសនោះទៅស៊ីចាច់ជាមួយប្រុសឈ្មោលវានឹងហើយក្រោយមកបាន10ឆ្នាំវាក៏ធ្វើបែបនឹងទៀតមិនពិតទេកាលពី10ឆ្នាំមុនខ្ញុំបានជួបពួកគេអូនបុប្ផាមិនមានប្តីថ្មីឡើយហើយពួកគេរស់នៅលំបាកណាស់បងលួចទៅជួបវាវាជានិស្ស័យបើតាមម៉ែនឹងទេវីនិយាយហេតុអីក៏អូនបុប្ផាខឹងស្អប់ខ្ញុំមិនព្រមលើកលែងទោសឲ្យខ្ញុំទៅវិញគឺវាគ្រាន់តែចង់លេងល្បិចឲ្យបងជឿហើយវានឹងធ្វើជាជនកំសត់បោកបងទៀតនោះអីមិនពិតទេពេលខ្ញុំចង់ជួបមុខកូននិងចង់ត្រូវគ្នាជាមួយគេវិញគេមិនព្រមហើយគេថាគេនឹងរត់គេចពីខ្ញុំបើខ្ញុំនៅតែទៅរកគេទៀតខ្ញុំនិយាយតែពាក្យពិតបើបងមិនជឿខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចទៀតដែរខ្ញុំនឹងស៊ើបឲ្យដឹងការពិតតើវាយ៉ាងម៉េចក្រោយពីបាននិយាយគ្នាជាមួយចត្រារួចទេវីមកដល់ផ្ទះវិញបានហៅកូនចៅ2នាក់មកជួបទាំងយប់ដើម្បីនិយាយយ៉ាងសម្ងាត់តើអ្នកនាងហៅពួកខ្ញុំមកមានការអីដែរគឺយើងមានការឲ្យពួកឯងធ្វើការងារអីទៅអ្នកនាងពួកឯងនៅចាំនាងបុប្ផាបានទេនាងបុប្ផាណាញ់ចេះនាងបុប្ផាដែលយើងជួលពួកឯងឲ្យទៅចាត់ការកាលពី10ឆ្នាំមុននោះអូគឺនាងបុប្ផាម្នាក់ដែលមានកូនជាមួយលោកចត្រាហើយអ្នកនាងប្រើឲ្យពួកខ្ញុំទៅវាយដល់ផ្ទះយេស៊ូនោះអីហើយក្រោយមកទៀតអ្នកនាងដឹងថាលោកចត្រាស្គាល់ផ្ទះវាអ្នកនាងក៏ឲ្យពួកខ្ញុំនេះទៅវាយផ្ទះនិងគំរាមធ្វើបាបកូនវាឲ្យវារើចេញហាមមកជួបលោកចត្រាទៀតគឺវានឹងហើយតើអ្នកនាងចង់ឲ្យពួកខ្ញុំធ្វើអីទៀតពីមុនយើងគិតថាបើបងចត្រារកវាមិនឃើញទេគាត់នឹងកាត់ចិត្តហើយព្រមរៀបការជាមួយយើងតែនេះ20ឆ្នាំហើយគាត់ក៏មិនឈប់នឹកនាពួកវាទៀតថែមទាំងឥឡូវនេះបានជួបវាទៀតអញ្ចឹងអ្នកនាងគិតធ្វើយ៉ាងណាដែរបើពួកវារស់នៅវាច្បាស់ជាខ្លាចជាបន្លាចាក់ដុតបេះដូងយើងមានតែវាស្លាប់បាត់ទើបយើងស្ងប់ចិត្តអ្នកនាងចង់ឲ្យពួកខ្ញុំសម្លាប់មនុស្សហ៎ហើយវាយ៉ាងម៉េចតែខ្ញុំខ្លាចណាស់អ្នកនាងម្នាក់មានមួយដំឡឹងហ៊ានហើយនៅតែនេះសម្លាប់មនុស្សណាអ្នកនាងមាសមួយដំឡឹងបាននៅបាទអ្នកនាងយើងនឹងធ្វើដូចពីមុនទៅបោកយាយកញ្ចាស់នោះថានាងបុប្ផានិងកូនបានមាស20ដំឡឹងជាធ្នូនឹងការឈប់ជួបមុខបងចត្រាទៀតតែច្រើនដងហើយតែលោកសេដ្ឋីមិនជឿទៅអ្នកនាងកុំទៅបារម្ភយាយកញ្ចាស់នោះល្ងងណាស់ឲ្យតែយើងនិយាយបោកតែបន្តិចគឺជឿយើងស្លុងពិតមែនហើយបើមិនអញ្ចឹងមិនអ្នកនាងបោកបានច្រើនដងហើយយកមាសរាប់សិបដំឡឹងទៅហើយទេត្រឹមត្រូវណាស់អញ្ចឹងពួកឯងទៅស៊ើបថាផ្ទះនាងបុប្ផានោះនៅឯណាហើយចាត់ការដុតផ្ទះសម្រាប់ពួកវាមកគ្រួសារទៅឲ្យស្លាប់ទាំងអស់ទៅទទួលបញ្ជាអ្នកនាងក្រោយពីគិតគ្នារួចនាយឆាតនិងនាយចោះបានទៅស៊ើបអំពីដំណឹងរបស់បុប្ផានិងកូនហើយក៏បានរៀបចំផែនការដ៏អាក្រក់មួយគឺដុតផ្ទះរបស់អំណត់នាពេលយប់ដូចជាមានផ្សាញ់អីច្រើនម្ល៉េះកូនបុប្ផាភ្លើងឆេះផ្ទះយើងហើយកូនម៉ែពុកមិនអីទេចុយណាកូនខ្ញុំម៉ែកូនខ្ញុំនៅណាម៉ែពុកមិនអីទេកូនតែមិនដឹងថាចៅអំណត់នៅឯណាទេស្លាប់ហើយចៅខ្ញុំអំណត់ចៅអំណត់របស់ខ្ញុំអំណាចកូនម្ដាយតែយើងត្រូវធ្វើយ៉ាងម៉េចទៅពុកម៉ែបើភ្លើងឆេះផ្ទះ
វាពាត់ចិត្តអស់ហើយធ្វើមិនទៅម៉ែក៏មិនដឹងធ្វើយ៉ាងម៉េចដែរកូនគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃអើយជួយផងជួយខ្ញុំផងលោកអើយខ្ញុំសុខចិត្តស្លាប់ឲ្យតែកូននិងចៅរបស់ខ្ញុំនៅរស់អូយអំណត់ចៅអំណត់កូនម្ដាយម៉ែតាយាយម៉ែតាយាយមិនអីទេហ៎លោកតានិងលោកយាយហើយនឹងម៉ែមិនអីទេកូនចុះកូនមានកាត់អីអត់កូនអត់កាត់អីទេតោះម៉ែចេញទៅក្រៅទៅនៅទីនេះគ្រោះថ្នាក់ណាស់តោះកូនឆាប់ចេញទៅអំណត់បាននាំម្ដាយតានិងយាយរត់ចេញទៅក្រៅតែជាអកុសលដំបូលផ្ទះបានបាក់ឈើធ្លាក់ចុះមកអំណត់បានយកខ្លួនទៅរងជំនួសម្ដាយហើយបានធ្វើឲ្យសន្លប់នៅក្នុងភ្នក់ភ្លើងម៉ែពុកមិនអីទេពុកនឹងម៉ែមិនអីទេកូនចៃណាកូនអំណត់ពុកឃើញអំណត់ទេចៅអំណត់រត់មកតាមក្រោយយើងតើមិនក៏មិនឃើញឬមួយក៏អំណត់ជាប់នៅក្នុងភ្នក់ភ្លើងអំណត់កូនអំណត់ពុទ្ធោចៅយាយម៉ែពុកថៃខ្លួនខ្ញុំចូលទៅជួយកូនខ្ញុំអំណត់កូនអ្នកភូមិបានចូលមកជួយពន្លត់ភ្លើងចិត្តត្រាក៏បានមកដល់ដែរហើយតក់ស្លុតចំពោះហេតុការណ៍ហើយក៏រត់សម្ដៅទៅរកបុប្ផាដែលកំពុងយំសោកបោកខ្លួនបំរុងចូលទៅជួយកូនប្រុសតែមានរឿងអីនឹងបុប្ផាជួយណាកូនយើងកូនយើងជាប់នៅក្នុងភ្នក់ភ្លើងខ្ញុំទៅជួយកូនអំណត់កូនអូនកុំទៅអីទុកឲ្យបងជាអ្នកទៅវិញតែវាគ្រោះថ្នាក់ណាស់ទុកឲ្យខ្ញុំជាម្ដាយទៅជួយកូនវិញអត់ទេទុកឲ្យបងដែលជាឪពុកម្នាក់នេះបានបំពេញតួនាទីជាឪពុកម្ដងទៅចុះពលចប់ចិត្តត្រាបានចូលទៅជួយអំណត់យកចេញមកក្រៅបានជោគជ័យអំណត់កូនខ្ញុំអរគុណលោកណាស់ដែលបានជួយកូនខ្ញុំអំណត់ក៏ជាកូនបងដូចគ្នាបងធ្វើអ្វីដែលឪពុកគួរតែធ្វើម៉ែអ៊ំចិត្តត្រាអំណត់បានខ្លួនហើយឯកូនបាទម៉ែអូយអាយុថ្លៃណាស់ចៅសូមឲ្យអស់ទុក្ខភ័យត្រឹមនេះចុះណាស់ចៅមិនក៏អ៊ំនៅទីនេះដែរម្សិលមិញពុកដូចជាមិនស្ងប់ហើយសុបិនអាក្រក់ក៏បារម្ភដល់កូននឹងម្ដាយហេតុនេះហើយពុកក៏មកស្នាក់នៅផ្ទះអ៊ំមឿនក្រែងមានរឿងអីពុកអាចមកជួយកូនតាន់នេះបានន័យថាជានិស្ស័យហើយអរគុណលោកណាស់ដែលបានបារម្ភពីខ្ញុំនិងកូនមិនគួរណារឿងអភ័ព្វនេះធ្លាក់មកលើពួកយើងម្ដងហើយម្ដងទៀតទេតែកូនគិតថាជាទង្វើមនុស្សព្រោះភ្លើងឆេះខ្លាំងតែម្ដងដូចជាមានគេលួចដុតអញ្ចឹងពុកក៏យល់បែបនេះដែរទើបបានជាពុកឲ្យគេទៅស៊ើបភ្លាមហេតុអីក៏មានគេធ្វើបាបយើងគ្រប់ពេលបែបនេះមែនហើយកូនយើងដូចជាមិនដែលមានសត្រូវឯណាទេអ៊ំមឿននិងអ្នកភូមិ3នាក់បានចាប់ខ្លួនចော့នឹងឆើតព្រោះឃើញអ្នកទាំងពីរកំពុងតែដុតផ្ទះអំណត់ហើយបំរុងរត់គេចខ្លួនតើហេតុអីបានជាពួកឯងមកធ្វើបែបនេះគឺណែឆាប់និយាយការពិតភ្លាមមកគឺពួកខ្ញុំត្រូវបានគេបញ្ជាឲ្យមកធ្វើឈប់សិនខ្ញុំដូចជាចំណាំមុខពួកឯងបានត្រូវហើយគឺពួកឯងបានមកវាយកំទេចផ្ទះយើងកាលពីខ្ញុំទម្ងន់ហើយនឹងមកគម្រាមខ្ញុំកាលពី10ឆ្នាំមុនមែនហើយកូនគឺអាពីរអ្នកនឹងហើយគឺពួកគេជាកូនចៅរបស់លោកសេដ្ឋីនេះមិនពិតទេម៉ែមិនសមចិត្តសាហាវបែបនេះទេតែលោកមិនជឿសួរពួកគេទៅព្រោះកាលនោះពួកវាប្រាប់ខ្ញុំបែបហ្នឹងហេតុអីក៏អញ្ចឹងឆាំនិយាយការពិតភ្លាមមកតើអ្នកណាជាអ្នកបញ្ជាពួកឯងបើនិយាយកុហកយើងនឹងមិនឲ្យពួកឯងរស់ស្រួលឡើយអូកុំធ្វើបាបខ្ញុំអីខ្ញុំប្រាប់គឺអ្នកនាងទេវីជាអ្នកបញ្ជានិងជាមេគំនិតទាំងអស់ទេវីអ្នកនាងទេវីជាអ្នកទៅបញ្ចុះបញ្ចូលឲ្យលោកសេដ្ឋីនេះស្អប់អ្នកនាងបុប្ផាហើយក៏បានបោកថាអ្នកនាងបុប្ផាមានប្រុសផ្សេងទៀតនិងគម្រាមយកមាសជាច្រើនដំឡើងច្រើនដងទៀតដល់ម្លឹងផងពិតជាពឹសពុលណាស់នៅមានទៀតមាសទាំងនោះអ្នកនាងទេវីយកមកជួលពួកខ្ញុំទាំងពីរនាក់ឲ្យទៅគម្រាមនិងធ្វើបាបអ្នកនាងបុប្ផាហើយប្រាប់ថាលោកសេដ្ឋីនេះជាអ្នកបញ្ជាដើម្បីឲ្យអ្នកនាងបុប្ផាស្អប់លោកប្រុសនិងសេដ្ឋីនេះហើយកិច្ចមិនជួបគ្នានោះលោកប្រុសនឹងព្រមរៀបការជាមួយនឹងគាត់ហើយគាត់នឹងយកទ្រព្យសម្បត្តិទាំងអស់មកធ្វើជារបស់គាត់ពិតជាសាហាវណាស់អ
ចឹងខ្ញុំយល់ខុសចំពោះលោកហើយខ្ញុំសំទោសដែលស្អប់លោក20ឆ្នាំមុននេះ មិនអីទេអូនអ្វីទាំងអស់សុទ្ធតែជាល្បិចរបស់ទេវីបងមិនបណ្ដោយឲ្យនាងរួចខ្លួនទី តែមិនក៏បងសុកក៏បាត់ខ្លួន កាលនោះពេលដែលបងយករឿងយើងទាំងពីរទៅជម្រាបអ្នកម៉ែព្រោះចង់រៀបការបំពេញមុខមាត់អូនអ្នកម៉ែក៏បានប្រាប់ថាគាត់យល់ព្រមតែចង់ឲ្យបងទៅផ្ទះអ៊ំប្រុសដែលនៅភូមិឆ្ងាយកំពុងតែឈឺបងថាចង់ទៅលាអូនសិនតែអ្នកម៉ែថាកុំអីព្រោះប្រញាប់ណាស់ចាំគាត់ប្រាប់អូនដោយខ្លួនឯង អញ្ចឹងតើចោះរឿងចំណាទៅបង ពេលបងមកវិញអ្នកម៉ែប្រាប់ថាអូនមានកូនជាមួយប្រុសផ្សេងហើយក៏រត់តាមគ្នាបាត់ទៅតែបងមិនជឿបងខំតាមរកអូនរហូតបានជួបអូននឹងកូន ឲ្យអូនសំទោសបងអូនមិនគួរមិនទុកចិត្តបងសោះអំណត់កូនឈប់ប្រកាន់ចិត្តស្អប់ពុកកូនទៀតទៅអ្វីជាការយល់ច្រឡំទេហើយពុកទៅកូន បងល្អណាស់កូនពុករំភើបចិត្តណាស់កូនពុកទីបំផុតខ្ញុំមានពុកនឹងគេហើយគ្រួសារយើងនឹងរស់នៅជុំគ្នាដោយគ្រួសារគេឯងហើយក្រោយពីដឹងការពិតអស់ហើយចិត្តត្រាបាននាំបុប្ផានិងអំណត់ទៅជួបម្ដាយនិងបានប្រាប់ការពិតទាំងអស់លោកសេដ្ឋីនីបានសុំទោសបុប្ផាដែលគាត់បានជឿមនុស្សខុសនិងប្រកាន់វណ្ណៈធ្វើឲ្យកូននិងចៅលំបាករីឯទេវីបានទទួលទោសតាមអ្វីដែលខ្លួនបានសាង